សូមស្វាគមន៍មកកាន់ Channel ខ្មែរ71សូមជួយចុច Subscribe និងចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសូមជូនរឿងខ្មោចឆ្មាកន្លងវគ្គ2កាលពីវគ្គទី1ប្រិយមិត្តទាំងអស់បានទស្សនានិងបានដឹងមកហើយថាលោកយាយរបស់គុន្ធាគឺលោកយាយសយបានចែកឋានទៅក៏ប៉ុន្តែក្នុងពេលដែលរៀបនឹងបូជាទៅហើយនោះស្រាប់តែមានឆ្មាខ្មៅមួយបានលោតកន្លងទៅលើក្តារមឈូសរបស់យាយសយដែលតាមជំនឿពីបរមបុរាណមកតែងតែដំណើរថាកាលណាបើមានឆ្មាកន្លងទៅលើសាកសពបែបនេះនោះព្រលឹងរបស់សាកសពនោះនឹងប្រែក្លាយទៅជាខ្មោចលងយ៉ាងសាហាវណាស់ពិតដូចជាការនិយាយតគ្នាមែនក្រោយពីយាយសយបានស្លាប់ទៅក្រោយរយៈពេល7ថ្ងៃអ្នកស្រុកអ្នកភូមិតែងតែនិយាយតគ្នាពីមាត់មួយទៅមាត់មួយថាខ្មោចយាយសយនេះគឺដើរលងគេស្ទើរគ្រប់គ្នាធ្វើឲ្យម្នាក់ភ័យខ្លាចរអាស្ទើរមិនហ៊ានចេញក្រៅផ្ទះនាពេលយប់នោះទេនៅយប់នេះពូឆោតនិងមីងសំបាននាំគ្នាទៅរកត្រីនិងកង្កែបភ្នែកចេះតែសម្លឹងមើលរកត្រីនិងកង្កែបតាមពន្លឺភ្លើងពិលជើងចេះតែឈានដើរទៅមុខបន្តិចម្ដងលុះយូរបន្តិចក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានទៅដល់ទីទួលមួយដែលមានព្រៃសុបទ្រប់មើលទៅគួរឲ្យខ្លាចណាស់ក៏ប៉ុន្តែមកដល់ម្ដុំនេះគឺសម្បូរត្រីនិងកង្កែបណាស់ពីព្រោះមិនសូវមានអ្នកណាម្នាក់ហ៊ានមករកនៅក្បែរនេះនោះទេណែឪវាយើងដើរមកដល់ណាហើយនឹងល្មមត្រឡប់ទៅផ្ទះវិញទៅខ្ញុំខ្លាចណាស់ឮល្បីថាខ្មោចយាយសយលងគេច្រើនមកហើយឆាប់ទៅផ្ទះវិញទៅមិនអីទេម៉ែវាយើងទៅរួមបន្តិចទៀតទៅឯងមិនឃើញទេអីណែមកដល់ទីនេះត្រីក៏ច្រើនកង្កែបក៏សម្បូរព្រោះមិនសូវមានអ្នកណាគេមកទីនេះទេមិនបាច់ខ្លាចអីទេណែគ្មានខ្មោចមកពីណាទេបើម្នាក់ស្លាប់ទៅហើយសុទ្ធតែខ្លាយទៅជាខ្មោចលងគេឯងបែបនេះបើអញ្ចឹងមិនសុទ្ធតែខ្មោចពេញស្រុកពេញភូមិពេញព្រៃទៅហើយទេអីនិយាយរួចហើយពួកគាត់ទាំងពីរក៏ចេះតែប្រឹងរកត្រីនិងកង្កែបបន្តទៅទៀតមេឃក៏ត្រជាក់រលឹមធ្លាក់មកស្រិចខ្យល់បក់វូត្រជាក់ស្រាវឆ្អឹងខ្នងសំឡេងឆ្កែព្រុសឆ្កែលូចេញពីក្នុងភូមិស្ដាប់ទៅគួរឲ្យព្រឺក្បាលបំផុតខ្មោចឡងជួយផងហើយវិធីឯងមកស្រ័យស្ទើរបែកក្តារទៅជាយ៉ាងនេះហើយមានខ្មោចមកពីណាឯណាខ្មោចអើយគឺខ្ញុំឮសំឡេងក្រាំងអំបញ្ញមិញហ្នឹងណាអើយឪវាខ្ញុំស្មានតែខ្មោចលងហើយចុះសំឡេងស្អីក្រាំងអំបញ្ញមិញហ្នឹងយីម៉ែវាឯងសួរខ្ញុំធ្វើមិនដឹងបើខ្ញុំនៅជាមួយម៉ែវាឯងហ្នឹងប្រហែលជាសំឡេងអ្នកភូមិឬក៏សំឡេងដើមឈើរលំនឹងហើយទៅឪវាទៅផ្ទះវិញលឿនឡើងខ្ញុំមានអារម្មណ៍ថាមិនស្រួលទេឆាប់ឡើងទៅផ្ទះវិញទៅឪវាពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញព្រោះពេលនេះពូឆោគាត់មានអារម្មណ៍ដូចជាមិនសូវស្រួលដែរដោយមិនអស់ចិត្តមីងសំនិងអ្នកភូមិខ្លះក៏បាននាំគ្នាទៅជួបនឹងលោកមេភូមិដើម្បីរកវិធីយ៉ាងណាការពារនឹងទប់ទល់ពីការលងបន្លាចរបស់ខ្មោចយាយសយមើលលោកបងមេភូមិ
សូមលោកបងជួយគិតពួកខ្ញុំផងទៅមើលត្បិតអីរាល់ថ្ងៃនេះណាម្នាក់សុទ្ធតែមានអារម្មណ៍ភ័យខ្លាចខ្មោចយាយសយណាម្នាក់ស្ទើរមិនហ៊ានចេញទៅរកត្រីកង្កែបនាពេលយប់នោះទេព្រោះខ្លាចខ្មោចយាយសយលងតែលោកបងមេភូមិមានវិធីយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះបានទេដែលអ្នកសំបើថារឿងអ្វីផ្សេងទៅគ្រាន់ថាខ្ញុំអាចជួយដោះស្រាយបានហើយចុះមកឲ្យខ្ញុំជួយដោះស្រាយពីរឿងខ្មោចលងយ៉ាងម៉េចម្យ៉ាងទៀតវាមិនមានខ្មោចមានខ្មាំងមកពីណានោះទេមកពីម្នាក់នឹងណាស្រមើស្រមៃរវើរវាយហើចេះតែថាខ្មោចនេះខ្មោចនោះមកលងវាមិនអីទេមើលខ្ញុំសួរអ្នកសំឯងដែលឃើញខ្មោចលងហើយឬនៅខ្ញុំមិនមែនឃើញខ្មោចទេក៏ប៉ុន្តែអ្នកភូមិយើងនេះណាអ្នកណាក៏ខ្លាចរអាដែរលោកបងឯងនិយាយបែបនេះមើលទៅលោកបងឯងមិនដែលត្រូវបានខ្មោចលងទេចាំមើលទៅខ្មោចលងម្ដងលោកបងឯងប្រកាសជាដឹងខ្លួនជាមិនខានទេមិនអីទេបងប្អូនទាំងអស់គ្នាបើបងប្អូនទាំងអស់គ្នាយល់ថាពិតជាមានខ្មោចមកយាយីរំខានបងប្អូនមែនចាំមើលយើងរកពេលវេលាថ្ងៃល្អនិមន្តព្រះសង្ឃនឹងឲ្យលោកអាចារ្យដើម្បីរៀបចំពិធីសែនព្រេនខ្លះដើម្បីកុំឲ្យខ្មោចយាយសយនោះណាធ្វើបាបយាយីបងប្អូនទៀតខ្មោចលងជួយផងយីមិនដាច់ក៏ម្នាក់ចេះតែផ្អើលឆោឡោរឿងខ្មោចលងអញ្ចឹងនេះណាប្រហែលជាម៉ែវាឯងនឹងស្ដាប់អ្នកភូមិមកប្តឹងពេលថ្ងៃមិញនឹងហើយទើបយប់ឡើងអារម្មណ៍រវើរវាយរឿងខ្មោចលងនឹងណាពេលនេះមេឃកំពុងភ្លៀងផងខ្ញុំគិតថាចេញទៅរកត្រីកង្កែបនឹងគេគ្រាន់បានហូមណាម៉ែវាអេហើយពុកវាឯងមិនខ្លាចទេអីមិនបាច់ទៅរកក៏មិនអីដែរយើងក៏នៅមានសល់ត្រីផ្អកត្រីប្រហុកគ្រាន់ហូបដែរតើមិនទេខ្ញុំខ្លាចទេម៉ែវាឯងតែដេកជាមួយកូននឹងហើយខ្ញុំទៅហើយណាយីម្ដងម្ដុំនេះសម្បូរត្រីណាស់តើម៉ែមិនសូវមានអ្នកណាមករកទេមើលទៅពុកវាមកនេះមកមានត្រីច្រើនណាស់ហារួចម៉ែវាមកទីនេះគឺស្អីមិនដេកនៅផ្ទះទៅនិយាយថាខ្លាចខ្មោចឥឡូវមកដែរពូមេភូមិក៏ចេះតែដើរសំដៅទៅរកទីដែលប្រពន្ធគាត់ហៅមេឃងងឹតសូនសំភ្លៀងបន្តធ្លាក់មិនឈប់មេភូមិក៏បានដើរទៅដល់ទីដែលគាត់បានឃើញប្រពន្ធរបស់គាត់អំបញ្ញមិញតែពេលគាត់ទៅដល់គាត់រកប្រពន្ធរបស់គាត់មិនឃើញនោះទេគាត់ខំបញ្ចាំងពិលរកមើលខំស្រែកហៅក៏មិនមានអ្នកឆ្លើយស្ងាត់ឈឹងឮសូរតែសំឡេងឆ្កែព្រុសឆ្កែលូពីក្នុងភូមិមកល្វើយ
យ៉ាងមិនទៅហើយនេះតើពេលនេះលោកមេភូមិបានដឹងខ្លួនឡើងវិញហើយឬនៅតើអាការៈរបស់គាត់យ៉ាងមិនទៅហើយនេះពេលនេះគាត់បានដឹងខ្លួនវិញហើយក្រោយពីលោកអាចារ្យបានមកធ្វើពិធីឲ្យគាត់តែគាត់នៅតែដេករវើរវាយស្រែកថាខ្មោចលងរហូតមិនឈប់សោះមើលទៅគាត់ដល់ថ្នាក់លួសព្រលឹងហើយមើលទៅនេះសំណាងហើយកាលពីយប់មិញខ្ញុំគិតថាដូចជាមិនស្រួលទើបបាននាំកូនតាមរកគាត់ពេលពួកខ្ញុំទៅដល់បានឃើញគាត់រត់កាត់បឹងស្រែបែកទឹកសំពងម្នាក់ឯងហើយក៏ដួលសន្លប់បាត់ទៅពួកខ្ញុំក៏បាននាំគាត់ត្រឡប់មកផ្ទះវិញក៏ប៉ុន្តែតាំងពីដឹងខ្លួនកាលណាមកគាត់គិតតែរវើរវាយស្រែកថាខ្មោចលងមិនឈប់សោះណាអ្នក